Đâm lai sơ bần to thật chốt đài thưa ở cả sĩ có ôn ai bị ca khát bong. Nếu thằng này dương nhôm nâng nom chun ở bờ miền sông khăn mũi để tẹt tông từ nâng chiêu hiệp rộp bọc pro chi cả sĩ có khmái cứបញ្ហាដំឡៃស្រូវបានបន្តធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសកម្ពុជាបញ្ហានេះកំពុងបង្កការលំបាកនិងធ្វើឲ្យកសិករជាច្រើនគ្រួសារជួបនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរតម្លៃស្រូវបច្ចុប្បន្ននឹងការត្អូញត្អែររបស់កសិករបើតាមការអង្កេតនិងរបាយការណ៍បឋមពីខេត្តដែលជាគោលដៅដាំដុះស្រូវធំៗមួយចំនួនដូចជាខេត្តបាត់ដំបងពោធិ៍សាត់តាកែវនិងតម្លៃស្រូវនៅពេលនេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់តម្លៃជាមធ្យមសម្រាប់ស្រូវប្រភេទស្រាលនិងស្រូវ OM មួយចំនួនកំពុងស្ថិតនៅចន្លោះពី550រៀលទៅ850រៀលក្នុង1គីឡូក្រាមឧទាហរណ៍ជាក់ស្ដែងនៅខេត្តបាត់ដំបងស្រូវស្រងែស្រាលត្រូវបានឈ្មួញទិញចូលចន្លោះពី550ទៅ600រៀលក្នុង1គីឡូក្រាមខណៈដែលតម្លៃស្រូវ OM មានតម្លៃខ្ពស់ជាងបន្តិចគឺចន្លោះពី640ទៅ660រៀលក្នុង1គីឡូក្រាមគិតត្រឹមថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025នេះតម្លៃនេះគឺជាទាបជាងការរំពឹងទុករបស់កសិករហើយក៏ទាបជាងតម្លៃដែលពួកគេអាចទទួលបានកាលពីឆ្នាំមុនកសិករភាគច្រើនបានបង្ហាញការត្អូញត្អែរថាតម្លៃនេះមិនអាចទូទាត់សងថ្លៃដើមផលិតកម្មបានឡើយមូលហេតុនិងផលប៉ះពាល់ចំពោះកសិករមូលហេតុនឹងការធ្លាក់ចុះតម្លៃស្រូវនេះត្រូវបានអ្នកជំនាញនិងកសិករលើកឡើងដូចចេះថាការប្រមូលស្រូវដំណើរគ្នានៅក្នុងបរិមាណច្រើនពេកដែលធ្វើឲ្យទីផ្សារនៅក្នុងស្រុកជន់លិចតម្លៃធាតុចូលផលិតខ្ពស់ដូចជាថ្លៃជីថ្លៃថ្នាំកសិកម្មថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលច្រូតកាត់នៅតែឡើងថ្លៃកត្តាតម្លៃអង្គរអន្តរជាតិក៏កំពុងមានការធ្លាក់ចុះដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃស្រូវកង្វះទីផ្សារនាំចេញដែលមានលំនឹងនិងការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺកសិករជាច្រើនបានអះអាងថាពួកគាត់បានលក់ស្រូវបានខាតដើមឬក៏រួចខ្លួនតែបន្តិចបន្តួចពិបាកនៅក្នុងការសងបំណុលនិងត្រៀមធ្វើស្រែស្រូវបន្ទាប់ពួកគេបានស្នើឲ្យមានការជួយអន្តរាគមន៍កំណត់តម្លៃស្រូវចាប់ពី1000រៀលនៅក្នុង1គីឡូក្រាមឡើងទៅដែលអាចរួចខ្លួននិងមានប្រាក់ចំណេញសមរម្យការឆ្លើយតបនឹងការសំណូមពរចំពោះបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានទទួលស្គាល់ការត្អូញត្អែររបស់កសិករហើយក្រសួងក៏បានលើកទឹកចិត្តឲ្យកសិករងាកមកដាំដុះស្រូវពូជយុទ្ធសាស្ត្រសម្រាប់ការនាំចេញដូចជាស្រូវផ្ការំដួលសែនក្រអូបដែលអាចធានាបាននៅតម្លៃល្អប្រសើរជាងមុនស្របពេលជាមួយគ្នានេះដែរអ្នកជំនាញមួយចំនួនបានយល់ឃើញថារាជរដ្ឋាភិបាលគួរពិចារណាទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីជួយអន្តរាគមន៍ទិញស្រូវពីកសិករនិងរក្សាស្ថិរភាពតម្លៃសរុបមកដំណោះស្រាយរយៈពេលវែងទាមទារនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនរោងម៉ាស៊ីនកិនស្រូវនិងកសិករនៅក្នុងការស្វែងរកទីផ្សារដែលមានលំនឹងនិងកាត់បន្ថយថ្លៃដើមផលិតកម្មដើម្បីឲ្យវិស័យស្រូវអង្ករនៅកម្ពុជាអាចប្រកួតប្រជែងសូមអរគុណចំពោះការតាមដាននៅវីដេអូមួយនេះ